ចាខ្ញុំទៅសួរបងប្អូនទាំងអស់គ្នាស្លឹកតបែកជុំវិញផ្ទះយើងអ្នកណាក៏ដាំដែរតែដាំតបែកស្លឹកតបែកនឹងបកកែណាណាជាបាជំងឺជាពិសេសទឹកនោមផ្អែមយើងពេលយប់យើងទៅគេងយើងនោមញឹកគឺយើងកាច់ស្លឹកចាស់ហ្នឹងបោះតបែកហ្នឹងយើងដាំទឹកពិសាទៅក្នុងមួយថ្ងៃ2ទៅ3កែវកាច់ម្ដង7ស្លឹកប្រុស7ស្រី9អញ្ចឹងទៅយើងអុបកិច្ចទៅណាយើងសូត្រធម៌ព្រះស្អីក៏ដោយបងប្អូនទៅជឿលើព្រះដល់អញ្ចឹងទៅសូត្រធម៌អុបកិច្ចទៅណែឯងពិសាក្នុងរយៈមួយអាទិត្យបងប្អូននឹងមើលឃើញនោមយប់កាលពីមុនយើងក្នុងយប់ពេលយើងគេងហ្នឹងយើងឈឺនោមរហូតប៉ុន្តែយើងហូបក្នុងរយៈមួយអាទិត្យបងប្អូននឹងមើលឃើញស្ដែងខ្លួនឯងហ្នឹងហើយអ្នកដែលមានជំងឺdiabetes ដូចជាស្ករឡើងខ្លាំងបងប្អូនគឺកាច់ស្លឹកតបែកហ្នឹងញីទៅដាក់ចូលក្នុងកែវចាក់ទឹកក្តៅឲ្យពុះដូចជាដាំក៏ល្អដែរបងប្អូនពិសាមួយថ្ងៃ3កែវទៅ4កែវបងប្អូននឹងឃើញស្ករវាចុះបើសិនស្ករខ្លាំងបងប្អូនគ្រាន់តែពិសាក្នុងរយៈ1ខែ2ខែ3ខែពីមកធម្មតាវិញទាំងអស់អត់មានវាកាត់ស្ករបកែហើយនឹងលើសឈាមទៀតជាភាសាសោយកលៀននៅយើងសោយកលៀនឆ្អឹងឆ្អែងក៏វាត្រូវដែរនឹងបងប្អូនសាកទៅណានេះដែលខ្ញុំបញ្ជាក់ប្រាប់បងប្អូនគឺខ្ញុំពិសាហើយនឹងខ្ញុំជាខាងឆ្នាំនេះខ្ញុំរៀនសូត្រគឺជាមួយជីដូនជីតាខ្ញុំក៏ទៅ30-40ឆ្នាំហើយខ្ញុំពិសាតែលឹកឈើជុំវិញផ្ទះនឹងឯងបងប្អូនសាកទៅហើយនឹងដឹងហើយចាជម្រាបលា